បាទហើយជំរាបសួរប្រិយមិត្តទាំងអស់គ្នាលើបណ្ដាញសង្គមថ្ងៃនេះខ្ញុំមានកម្មវិធី AI មួយដែលចង់មកចែកម្លែកជាមួយគ្នាយើងជាពិសេសគឺអ្នកស្រាវជ្រាវបាទអញ្ចឹងកម្មវិធីនេះឈ្មោះថា Storm បាទ Storm ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិកបាទកម្មវិធីស្តៀងទៅនឹង ChatGPT ប៉ុន្តែវាជំនាញទៅខាងការស្រាវជ្រាវបាទអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំចង់បង្ហាញwebsite ហ្នឹងបាទនេះជា website ដែលយើងត្រូវវាយបំពេញចូលបាទអញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកបាទពេលដែលយើងចុចយើងនឹងឃើញផ្ទៃpage បាទ home page របស់វាគឺបែបអញ្ចឹងបាទដែលវាបញ្ជាក់ថាវាជា AI មួយបង្កើតដោយ Stanford ហើយវាសរសេរ report ឲ្យយើងស្តៀងទៅនឹង Wikipedia គ្រាន់តែវាជាបដិវត្តន៍ថ្មីដែល AI អ្នកសរសេរឲ្យហើយវាមាន source ឲ្យយើងស្រួលបាទអញ្ចឹងវាចំណាយពេលតិចសម្រាប់អ្នកស្រាវជ្រាវគាត់អាចធ្វើការស្រាវជ្រាវបានលឿនបានល្អជាងមុនបាទប៉ុន្តែយើងអត់អាចយកវាទៅដើម្បីបោះពុម្ពតែម្ដងទេបាទយើងគ្រាន់តែវាជាជំនួយបាទជា co-pilot របស់យើងអញ្ចឹងដើម្បីចាប់ផ្ដើមខ្ញុំចុច get started បាទបន្ទាប់មកយើងត្រូវបំពេញaccount របស់យើងបាទយើងចូល Gmail របស់យើងមកបាទអញ្ចឹងខ្ញុំ login ជាមួយ Gmail របស់ខ្ញុំបាទបន្ទាប់មកទៀតវា load ផ្ទៃ interface ដែលយើងបាន login ហើយគឺស្តៀងទៅនឹង ChatGPT អញ្ចឹងបើសិនជាយើងធ្លាប់ប្រើប្រាស់បាទប៉ុន្តែនេះគឺគេដាក់ create an article បាទអញ្ចឹងម្ដងទៀតវាឈ្មោះ Storm បាទបង្កើតដោយសាកលវិទ្យាល័យ Stanford ហើយជំនាញរបស់វាគឺស្តៀងទៅនឹងChatGPT គឺ AI ហ្នឹងគឺវាបង្កើតជា article ឲ្យយើងបាទអញ្ចឹងវាស្រាវជ្រាវទៅលើ article research ជំនាញខាងហ្នឹងបាទអញ្ចឹងឥឡូវឧបមាថាខ្ញុំចង់វាយប្រធានបទមួយដែលខ្ញុំសិក្សាស្រាវជ្រាវឧទាហរណ៍ខ្ញុំបាទថាប្រើប្រាស់ artificial intelligence បាទ artificial intelligence for higher បាទ higher educations ឧបមាថាខ្ញុំចង់ស្រាវជ្រាវលើប្រធានបទហ្នឹងហើយខ្ញុំពេចជូនទៅបាទឲ្យវាដើរបាទចាំមើលវាដើរដែរមែនអញ្ចឹងនេះបាទវាកំពុងតែ generate ឲ្យយើងហើយវាសួរយើងពី purpose តើយើងចង់ search អាហ្នឹងបាទដើម្បីអីគោលដៅរបស់យើងខ្ញុំថាយើងឧទាហរណ៍ជាប្រធានបទរបស់ខ្ញុំបាទទាំងអស់គ្នាអានវាយប្រធានបទស្រាវជ្រាវរបស់អ្នកទាំងអស់គ្នាបានបាទអញ្ចឹងខ្ញុំប្រើ AI to improve student learning performance in higher education ហ្នឹងហើយយើងអាចដាក់ក្នុងវិស័យណាដែលយើងចាប់អារម្មណ៍បាទចាឥឡូវខ្ញុំដាក់ក្នុងវិស័យនេះខ្ញុំចុច submit បាទឥឡូវវាបញ្ជូនទៅហើយវាកំពុងតែ generate បាទអញ្ចឹងវាថាចំណាយពេលប្រហែលជាខ្ទង់3នាទីជាងរងចាំមើលហើយប្រភពនេះ source ដែលវាទៅរកមកបានបាទអញ្ចឹងវាអាចយូរបន្តិចដោយសារតែ server ថ្មីប៉ុន្តែអ្នកប្រើប្រាស់ប្រហែលជាមិនទាន់មានច្រើនទេបាទអញ្ចឹងបើអ្នកប្រើច្រើនរឹតតែយូរជាងនឹងទៀតអញ្ចឹងយើងចាំមើលទាំងអស់គ្នាមើលតើវាចំណាយពេលប្រហែលនៅក្នុងនេះដាក់អាចជា3នាទីបាទបាទហ្នឹងហើយវាកំពុងតែសរសេរបាទមិនជាយូរពេកទេមើលទៅនេះបាទបែរជាខ្ទង់1នាទីទេវាកំពុងតែបញ្ចប់បាទកំពុងតែបង្កើត article ឲ្យយើងបាទ step 4 4បាទចប់แล้วហើយបាទជំរាបចុងក្រោយហើយបាទនេះវាមាន article ដែលមានcitations បាទនេះយើងឃើញលេខ1លេខ2នេះបាទ citation ដែលវាដាក់ reference ឲ្យយើងមកបាទអឺបាទនេះដូចជាខាងនេះគឺយកមកវាភពពី Educational Technology Journal បាទរបស់ Springer បាទអញ្ចឹងល្អបាទយើងអាចទៅសិក្សាអានបន្ថែមអញ្ចឹងម្ដងទៀតបាទវាជាកម្មវិធី AI វាទៅសេឲ្យយើងប៉ុន្តែយើងមិនអាចយកវាទៅប្រើបោះពុម្ពតែម្ដងទេយើងអាចជាជំនួយស្មារតីបន្ថែមឲ្យយើងទៅសេ research របស់យើងនេះបានscript បានល្អជាងមុនបាទយើងអាចមើល content បាទយើងចុចសញ្ញា3ត្រេខាងលើនេះទៅយើងឃើញ content បាទtable of content របស់វាគឺមានអីខ្លះដែលវាបានសិក្សាស្រាវជ្រាវហ្នឹងក្នុងរយៈពេល3នាទីពី3នាទីដែលវា search ហ្នឹងបាទអញ្ចឹងយើងអាចអានតែយើងអាចមើលចំណុចណាដែលល្អយើងអាចទៅប្រភពរកប្រភពដើមមកវាហើយយើងទៅអានបន្ថែមហើយយើងយកទៅដាក់នៅក្នុង research របស់យើងបាទអញ្ចឹងបើសិនតែយើង scroll មកខាងក្រោមបាទយើងបើកយើងអស់មកខាងក្រោមនេះយើង
យើងឃើញថាវាមាន citation រហូតដល់32បាទ32 31 32បាទច្រើនបាទច្រើន citation របស់វាបាទអញ្ចឹងcitation ចុងក្រោយនេះ32នេះគឺដាក់ Stanford បាទមកកោះហ្វៃ Stanford តែម្ដងអញ្ចឹងបាទថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទវាជាកម្មវិធី AI ដែលយើងអាចប្រើជួយដើម្បីស្រាវជ្រាវរបស់យើងបានអញ្ចឹងអ្នកនរគ្នាដែលធ្វើការស្រាវជ្រាវអាចប្រើនេះដើម្បីជំរុញការសិក្សាស្រាវជ្រាវរបស់យើងបានល្អប្រសើរលឿនជាងមុនបាទអរគុណច្រើនបាទ